class D print រួចអានេះ full option មាន DC protection មាន balance unbalance មាន limiter នៅលើនេះស្រេចអញ្ចឹងឯនេះធ្វើតេស្តសញ្ញាល់វាoutput របស់វាបានចូល2 volt វាចេញបានប្រហែល volt ជាមួយ brick let's go អានេះខ្ញុំតេស្តជាមួយនឹងភ្លើងបូកដក90 volt អានេះ speaker នេះ speaker បូកអញ្ចឹងអានេះខ្ញុំវាស់ AC ចេញដើម្បីចេញបានប្រហែល volt let's go បើកកុងតាក់លឹប C94 មីលីអាំពែដោតលលាចូលលេខអានេះខ្ញុំដាក់ចូល2 volt peak to peak ចឹងខ្ញុំមួល volume ជាមួយវាចេញបានប្រហែល volt នេះ volume 1 2 3 ផ្លេចដាក់សញ្ញាផ្លេចដាក់ចាប់សញ្ញា39មកជាងហៀងនេះវាឡើង5 volt អូខេ let's go 79 78មកដល់คลิป8 93 volt ចឹងវាជាប់ limiter អានេះ limiter ចាប់វាអត់ឲ្យដល់ clip ទេចឹងយើងសេរីបន្តិចធាក់ពេកនេះដល់ clip បាន100 volt អញ្ចឹងធម្មតាយើងមាន limiter អញ្ចឹងយើងអត់ចង់ឲ្យវាដល់ clip ទេអញ្ចឹងយើងសេរីតម្លាក់មកវិញប៉ុណ្ណឹងល្មមអញ្ចឹងអត់ដល់ clip បានតែ97 volt លឹបសេរីថែមបន្តិចឲ្យវាដល់ clip បន្តិចឲ្យយើងដឹងថាយើងបើកដល់ maximum យ៉ាប៉ុណ្ណឹងបាន98 volt អេម